គិតត្រឹមម៉ោង 4 រសៀលនេះសមត្ថកិច្ចមិនទាន់ជួយសង្គ្រោះបរិម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណដែលចេញមកតាមបង្អួចឈរលើផ្លាកយីហោទី 8 អគារខ្ពស់ទំនងជាចង់លក់សម្រាប់ខ្លួនបាននៅឡើយទេដោយសារតែបរិខាងលើមិនព្រមស្ដាប់ការលួងលោមរបស់សមត្ថកិច្ចនៅឡើយសូម្បីតែស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុមកធ្វើការសម្រុះសម្រួលក៏ជនជាតិចិនម្នាក់នោះនៅតែពុំព្រមចូលទៅក្នុងអគារវិញនៅឡើយករណីនេះបានកើតឡើងនៅសន្តាគារអន្តរជាតិតោ2ក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុកាលពីវេលាម៉ោង 1 រសៀលថ្ងៃទី 20 ខែមិនិនាឆ្នាំ 2025 នេះនៅក្នុងហេតុការណ៍នេះផងដែរគេសង្កេតឃើញមានសមត្ថកិច្ចចម្រុះជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗដោយព្រមទាំងរៀបចំសម្ភារៈសង្គ្រោះមានដូចជារថយន្តសង្គ្រោះពលុតអគ្គិភ័យពងសុវត្ថិភាពកម្មចិន្តារបស់អង្គភាពពលុតអគ្គិភ័យនិងសម្ភារៈសង្គ្រោះជាច្រើនទៀតជុំវិញហេតុការណ៍នេះផងដែរគិតមកត្រឹមម៉ោង 4 រសៀលថ្ងៃទី 20 ខែមិនិនានេះគេពុំទាន់ទទួលបានព័ត៌មានជាក់លាក់ពីស្ថានភាពដែលធ្វើឲ្យជនជាតិចិនម្នាក់នេះឈរនៅខាងក្រៅអគារដោយពុំព្រមចូលទៅក្នុងអគារវិញទោះបីជាមានការចរចាពីសមត្ថកិច្ចជំនាញនិងស្ថានកុងស៊ុលយ៉ាងណាក៏ដោយគូរំលឹកផងដែរថាបើយោងតាមសាក្សីនៅកន្លែងកាត់ហេតុបានឲ្យដឹងថាជនជាតិចិនម្នាក់នេះបានចេញមកឈរនៅខាងក្រៅអគារម្ដងរួចហើយកាលពីវេលាប្រមាណម៉ោងចន្លោះ 8 និង 9 ព្រឹកថ្ងៃទី 20 ខែមិនិនានេះហើយក៏បានចូលទៅក្នុងបន្ទប់វិញរហូតដល់វេលាម៉ោង 12 ថ្ងៃត្រង់គេឃើញជនជាតិចិនបានចេញមកឈរលើម៉ាស៊ីនត្រជាក់ជាន់ទី 7 ម្ដងទៀតរហូតមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមកអន្តរាគមន៍ប៉ុន្តែមកដល់ពេលនេះនៅវេលាម៉ោង 4 ជាងរសៀលស្ថានភាពនៅតែដដែលដោយបរិវត្តជនជាតិចិននោះនៅតែបន្តឈរលើផ្លាកយីហោដោយព្រមសហការជាមួយសមត្ថកិច្ចនិងស្ថានកុងស៊ុលនៅឡើយសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV King New ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ